មកជួបគ្នាម្ដងទៀតហើយតាក់ទងជាមួយនឹងកិច្ចការផ្ទះតើបងប្អូនទាំងអស់គ្នាបានធ្វើកិច្ចការផ្ទះហើយឬនៅបាទបើធ្វើហើយយើងចាប់ដើមផ្ទៀងផ្ទាត់ចម្លើយកិច្ចការផ្ទះទាំងអស់គ្នាណាអញ្ចឹងយើងចាប់ដើមធ្វើចម្លើយកិច្ចការផ្ទះតែក៏ពិតអានេះវាប្រហាក់ប្រហែលជាមួយនឹងលំហាត់របស់យើងទេកិច្ចការផ្ទះនេះវាអត់ខុសគ្នាទេណាកណនីខ្ញុំដាក់ថាកណនី x ចុះឲ្យវាខ្លីបន្តិចបាទ1បាទឬទី5នៃ3ស្វ័យគុណ11បូក3ស្វ័យគុណ x លើ3ស្វ័យគុណ x បូក3វាស្មើនឹង3បាទលំហាត់របស់យើងបានជួបរួចហើយគឺរឹសទីប្រមាណគឺយើងលើកអង្គទាំងសងខាងនឹងប៉ុណ្ណឹងណាបាទចឹងឥឡូវយើងរឹសទី5យើងលើកអង្គទាំងសងខាងជាស្វ័យគុណ5ណាបាទលើកវាមកអានេះរឹសទី5ខ្ញុំសរសេរដដែលសិនមកបាទហើយនេះគឺចឹងយើងលើកអង្គទាំងសងខាងជាស្វ័យគុណ5អានេះយើងលើកឡើងជាស្វ័យគុណ5ដែរចឹងយើងលើកជាស្វ័យគុណ5យើងចេញពីរាឌីការួចចឹងយើងបាន3ស្វ័យគុណ11បូក3ស្វ័យគុណ x លើ3ស្វ័យគុណ x បូក3ស្មើនឹង3ស្វ័យគុណ5ចឹងអានេះនៅខាងនេះវាចែករុញឆ្លងមកខាងនេះគុណបាទចឹងយើងបាន3ស្វ័យគុណ11នៅដដែលបូក3ស្វ័យគុណ x ស្មើនឹងបោះអានេះមកនេះមកគុណណាបាទចឹង3ស្វ័យគុណ5គុណជាមួយនឹង3ស្វ័យគុណ x បូកជាមួយនឹង3បន្តមកយើងគុណពលាតមកគុណពលាតនេះមកនេះនៅដដែលសិនមកបាទយើងគុណពលាតវាគុណទៅយើងបាន3ស្វ័យគុណ5គុណនឹង3ស្វ័យគុណ x បន្តមកនេះគុណមកនេះមកយើងបាន3ស្វ័យគុណនេះទស្សនវា5នេះទស្សនតែនេះ1បូកចូលគ្នាបាន6បានបន្តមកទៀតយើងរុញពុក x ហ្នឹងមករក x គ្នាវាអានេះបាន3ស្វ័យគុណ x នេះនៅដដែលយើងរុញអានេះមកនេះមកបានដក3ស្វ័យគុណ5គុណនឹង3ស្វ័យគុណ x ស្មើនេះនៅដដែល3ស្វ័យគុណ6នេះអានេះយើងរុញឆ្លងមកខាងនេះមកវាបូករុញឆ្លងដកណាដកបន្តមកអានេះយើងអាចទាញ3ស្វ័យគុណ x ពីកតាអានេះនៅសល់1ណាដកថ្ងៃសង3ស្វ័យគុណ5បន្តមកទៀតយើងអាចទាញ3ស្វ័យគុណ6នេះជីកតាមក3ស្វ័យគុណ6ជីកតានៅសល់1ដកទៀតយក11ដក6ចេញចឹងណាចឹងបានដែរបាន5ចឹងយើង1ដក3ស្វ័យគុណ5នេះ1ដក3ស្វ័យគុណ5ដែរយើងសម្រួលវាចោលទៅយើងនៅសល់តែ3ស្វ័យគុណ x ស្មើនឹង3ស្វ័យគុណ6ចឹងយើងអាចទាញបាន x ស្មើនឹង5 6នេះគឺជាចម្លើយកិច្ចការទី1របស់យើងខ្ញុំគិតថាកិច្ចការទី2យើងប្រកាសជាអាចចេះធ្វើហើយអញ្ចឹងខ្ញុំដាក់ចម្លើយកិច្ចការទី2ឲ្យយើងតែម្ដងឲ្យយើងធ្វើហើយបើសិនណាយើងនៅតែធ្វើមិនចេញទៀត comment មកចាំខ្ញុំធ្វើឲ្យណាអញ្ចឹងចម្លើយកិច្ចការទី2គឺ x ស្មើនឹង10បាទនេះជាចម្លើយកិច្ចការទី2ហើយនេះចម្លើយកិច្ចការទី1ណាបាទអញ្ចឹងយើងដល់ហ្នឹងជម្រាបលាបានសុខសប្បាយសម្រាប់